អញ្ចឹងខ្ញុំសូមបន្តទៅចំណុចបន្ទាប់អញ្ចឹងចំណុចទី1យើងចុះឈ្មោះប្រើប្រាស់ទី2 tool យើងចូលដល់ចំណុចទី3គឺការទៅរកគំរូ slide អញ្ចឹងសូមបញ្ជាក់លោកគ្រូអ្នកគ្រូផងការស្វែងរកគំរូ slide នេះសម្រាប់គណនី free ក៏រកបាន pro ក៏រកបានក៏ប៉ុន្តែសម្រាប់ free យើងនឹងជាប់មកុដអញ្ចឹងនៅពេលដែលលោកគ្រូអានអវត្តហ្នឹងនឹងឃើញមកុដហើយអញ្ចឹងមកុដលោកគ្រូអ្នកគ្រូមិនបាច់ប្រើទេទៅរក slide ណាដែលអត់មានមកុដទើបអាចប្រើបានប៉ុន្តែបើសិនជាលោកគ្រូអ្នកគ្រូដែលមានគណនី free pro ឬក៏ education ហើយលោកគ្រូអ្នកគ្រូចង់យក slide ណាមួយក៏បានដែរអញ្ចឹងដើម្បីចូលទៅរក slide របស់គេស្រាប់លោកគ្រូអ្នកគ្រូនៅកន្លែងនេះកន្លែងស្វែងរកគំរូ slide ហ្នឹងមានន័យថាអញ្ចឹងឧទាហរណ៍ថាខ្ញុំជាគ្រូគីមីហើយខ្ញុំបរៀនសិស្សនៅសប្តាហ៍ក្រោយពាក់ព័ន្ធជាមួយនឹងតារាងខូបនៃធាតុគីមីប៉ុន្តែបច្ចុប្បន្ននេះខ្ញុំអត់មានតារាងខូបនៃធាតុគីមី slide ហ្នឹងទេអញ្ចឹងខ្ញុំចង់ទៅរកនៅក្នុងអ៊ីនធឺណិតវាពិបាករកអញ្ចឹងហើយខ្ញុំអាចមករកនៅក្នុង Canva បានប៉ុន្តែជាភាសាអង់គ្លេសប៉ុន្តែបើសិនបើលោកគ្រូមានគណនី Pro យើងនឹងអាចលែងមានបញ្ហានៅកន្លែងហ្នឹងគឺយើងអាច translate ទៅភាសាខ្មែរបានអញ្ចឹងជំហានទី1ដើម្បីទៅរក slide របស់គេយកមកប្រើឲ្យទៅជារបស់យើងសូមលោកគ្រូចុចទៅកាន់បាទ presentation នៅលើ Canva គឺយើងមើលទៅលើមុខងារ presentation អញ្ចឹងពីថ្ងៃនេះយើងនិយាយតែមុខងារនឹងមួយទេអញ្ចឹងលោកគ្រូនៅកន្លែងហ្នឹងលោកគ្រូអាចសាកល្បងបើកកុំព្យូទ័រផ្ដាក៏បានឬក៏មើលឲ្យចាំអនុវត្តក៏បានដែរអញ្ចឹងនៅក្នុងហ្នឹងគឺលោកគ្រូត្រូវចូលទៅកាន់ presentation អញ្ចឹងនៅពេលដែលខ្ញុំចុចមុខងារ presentation ចូលទៅលោកគ្រូនឹងឃើញមានផ្ទាំងមួយដែលវាលោតនៅផ្នែកខាងឆ្វេងដៃបាទនៅកន្លែងនេះអញ្ចឹងនៅក្នុងនេះគឺជាមុខងារស្វែងរកគំរូ slide នឹងឯងដែលយើងឲ្យឈ្មោះថា design បាទអញ្ចឹងវាកំពុងតែលោតនៅមុខងារ design មួយនេះបាទនៅខាងឆ្វេងនេះអញ្ចឹងនៅត្រង់ចំណុចនេះមុខងារ design នេះលោកគ្រូអ្នកគ្រូនឹងឃើញជ្រុងប៉ុណ្ណឹងអញ្ចឹងប្រសិនបើករណីលោកគ្រូអ្នកគ្រូច្រឡំចុចទៅលើ slide ទៅទេនេះទៅបាត់អាមុខងារគំរូហ្នឹងហើយអញ្ចឹងបើលោកគ្រូអ្នកគ្រូចង់ទៅរកគំរូ slide នឹងវិញចុចពាក្យ design ចុចទៅលើហ្នឹងមកវាលោតមកហើយអញ្ចឹងកន្លែង design នេះលោកគ្រូអ្នកគ្រូនឹងឃើញមានប្រអប់4ជ្រុងមួយដែលយើងដាក់ចូលទៅកន្លែងនេះអញ្ចឹងនៅកន្លែងប្រអប់ហ្នឹងគឺជាកន្លែងដែលអនុញ្ញាតឲ្យយើងវាយពាក្យគន្លឹះដើម្បីស្វែងរក slide ឬក៏មេរៀនដែលយើងចង់រកអញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំចង់រក slide ពាក់ព័ន្ធជាមួយនឹងគីមីហើយមេរៀនតារាងខូបអញ្ចឹងខ្ញុំវាយជាភាសាអង់គ្លេសចូលទៅលោកគ្រូកន្លែងនេះសូមបញ្ជាក់គឺអត់អាចវាយជាភាសាខ្មែរបានទេលោកគ្រូវាយជាភាសាខ្មែរអត់ចេញទេដោយសារ website នេះគឺបរទេសគេអ្នក design ឡើងហើយមួយទៀតភាសាខ្មែររបស់យើងវាអត់សូវទូលំទូលាយដល់ពេលអញ្ចឹងភាគច្រើនគឺសម្បូរតែភាសាអង់គ្លេសឬក៏ភាសាចិនភាសាជប៉ុនឬក៏កូរ៉េអីចឹងទៅតែយើងជាទូទៅជាសកលគឺយើងប្រើប្រាស់ភាសាអង់គ្លេសអញ្ចឹងខ្ញុំប្រើភាសាអង់គ្លេសដែលវាយពាក្យកលឹះគឺជាពាក្យបច្ចេកទេសទៅតាមមុខវិជ្ជារបស់យើងឧទាហរណ៍ថាលោកគ្រូមុខវិជ្ជាជីវៈយើងចង់រក slide អីគេលោកគ្រូអ្នកគ្រូទៅរកពាក្យបច្ចេកទេសពាក់ព័ន្ធនឹងជីវៈនឹងមកឧទាហរណ៍ថាអង្គដូស្វែមស៊ីមណូស្វែមតើភាសាអង់គ្លេសជាអីគេឧទាហរណ៍ថាអនុគមសនិទានគណិតវិទ្យាតើភាសាអង់គ្លេសជាអីអញ្ចឹងយើងវាយចូលកន្លែងហ្នឹងមកអញ្ចឹងសម្រាប់ខ្ញុំរក slide តារាងខូបនៃធាតុគីមីអញ្ចឹងខ្ញុំគ្រាន់តែដាក់ periodic table មកបាទអញ្ចឹងវាចេញមកនេះយើងប្រហែលនេះមាន periodic table of element periodic chemistry experiment អាហ្នឹងវាលោតមកអា recent ដែលយើងធ្លាប់ search តែបើលោកគ្រូធ្លាប់ search វាលោតមកស្រៀងតែគ្នាទេតែយើងត្រូវវាយពាក្យឲ្យរៀងច្រើនជាងនឹងបន្តិចអញ្ចឹង period ចឹងមកវាចេញមកអញ្ចឹងខ្ញុំចុចលើវាអញ្ចឹងនៅពេលដែលចុចចេញមកលោកគ្រូនឹងឃើញមានរូបមកុដប៉ុន្តែសម្រាប់ខ្ញុំអត់មកុដទេគឺវាលោតពាក្យ education edu ដល់លោកគ្រូមើលឃើញអត់ទេប្រហែលជាតូចពេកអញ្ចឹងនៅកន្លែងហ្នឹងមានន័យថាបើសិនជា account យើង free យើងមិនអាចយក slide ហ្នឹងមកប្រើបានទេអញ្ចឹងយើងត្រូវតែបាទខំបត់សង្កត់ចិត្តស្វែងរក slide ណាដែលអត់មានមកុដអញ្ចឹងនេះដូចអានេះអញ្ចឹងអត់មានមកុដទេនេះបាទអញ្ចឹងនៅកន្លែងនេះខ្ញុំសូមឧទាហរណ៍មួយ slide មួយនេះដែលខ្ញុំចាប់អារម្មណ៍ហើយខ្ញុំមើលទៅគិតថាល្អខ្ញុំចុចទៅលើវាមួយអញ្ចឹងនៅពេលដែលយើងចុចទៅលើវានេះមានន័យថាមេរៀននេះ periodic table introduction នេះគឺមាន slide ចំនួនប្រមាណបាទអញ្ចឹងកន្លែងនេះបើសិនជាលោកគ្រូចុចនឹងជាប់មកុដហើយវាបញ្ជាក់ថា slide ដែលយើងកំពុងតែចុចនឹងគឺមានចំនួន10អញ្ចឹងតើលោកគ្រូចង់យកទាំង10 slide ហ្នឹងមកធ្វើជា slide របស់យើងអត់ឬក៏យើងយកត្រឹមតែមួយអញ្ចឹងដូចខ្ញុំឃើញថា slide របស់គេខ្ញុំអូសមកត្រួសទៅដូចគ្រាន់បើដែរដូចលយអញ្ចឹងខ្ញុំចុច apply all
អញ្ចឹងនៅពេលដែលខ្ញុំចុច apply all slide ទាំងអស់នេះនឹងคล้ายទៅជារបស់យើងអញ្ចឹងលោកគ្រូអ្នកគ្រូអាចយកមកប្រើតាមចិត្តរបស់យើងដែលយើងចង់ប្រើអញ្ចឹងលោកគ្រូអាច rename នៅផ្នែកខាងលើមកបើយើងខ្លាចច្រឡំ rename នៅផ្នែកខាងលើនេះបាទអញ្ចឹងយើងដាក់ឈ្មោះអីមកបាទឈ្មោះ1 2 3 4 5 6 7 8អីចឹងមកបាទឬក៏យើងដាក់ឈ្មោះអីដែលយើងគិតថាវាងាយស្រួលបន្ទាប់មកទៀតឥឡូវយើងរើបានមួយហើយឥឡូវខ្ញុំចង់ទៅ edit slide ប៉ុន្តែឥឡូវខ្ញុំមើលសិនលោកគ្រូslide នេះប្រសិនបើយើងជាអ្នកជំនាញកុំព្យូទ័រប្រើប្រាស់ជាប្រចាំយ៉ាងហោចនោះក៏ចំណាយ3ម៉ោងដែរទម្រាំធ្វើ slide 10 slide នេះបានព្រោះអីមើលទៅគឺវាឡយឥឡូវខ្ញុំសាកធ្វើបាត់slide show សិនបាទលោកគ្រូឃើញតារាងខុននៃធាតុគីមីបាទមានអក្សរបាទវា load animation ស្រាច់និយាយរួមទៅយើងយក slide របស់គេមកប្រើស្រាប់តែហ្មងហើយយើងគ្រាន់តែ edit មើលបាទអញ្ចឹងហើយកន្លែងនេះបានជាពេលខ្លះគេលក់ពេលខ្លះគេដាក់ឲ្យយើង free មូលហេតុអីអ្នកដែលផលិត slide ដើមនេះគេត្រូវការពេលវេលានៅក្នុងការធ្វើនេះលោកគ្រូឃើញលេខ2លេខ3លេខ4នេះសិតតែយើងអាច edit បានហើយគេអង្គុយធ្វើមួយបាទអញ្ចឹងហើយបានគេលក់រាប់មកកត់ឲ្យយើងនឹងអញ្ចឹង slide ទាំងអស់នេះបើយើងចំណាយពេលធ្វើរឿងយូរដែរហើយលោកគ្រូគាត់តែចុចទៅលើវាហើយយើងអាចដូរបានដែរចង់ដាក់ឈ្មោះដាក់អីចឹងទៅបាទអញ្ចឹងហ្នឹងករណីដែលយើងអត់មានគណនី Pro លោកគ្រូអ្នកគ្រូអាចអង្គុយឆ្នៃ slide របស់គេយកមកប្រើលោកគ្រូអាហ្នឹងបើចេញតាមលោកគ្រូទៅស្រាប់តាវាចេញមកវាដាក់ try it for free for អី search today ហ្នឹងបានន័យថាតើចុចលើហ្នឹងទៀតលោកគ្រូខ្ញុំចុចយក slide សាកតាមលោកគ្រូហ្នឹងដល់វាចេញតែផ្ទាំងមួយហ្នឹងឲ្យបាទលោកគ្រូកន្លែងហ្នឹងជាប់ Pro ជាប់អត់ទាន់សោះគ្រូអត់បានទេបាទលោកគ្រូអញ្ចឹងដោយលោកគ្រូគាត់ចែករំលែកអញ្ចឹងមានថាអ្នកគ្រូកន្លែងហ្នឹងអ្នកគ្រូជាប់មកគាត់ដល់ពេលជាប់មកគាត់ចុចទៅវាឲ្យយើងទិញហើយអញ្ចឹងមិនបាច់ទេអញ្ចឹងបានខ្ញុំបញ្ជាក់មិញអ្នកគ្រូមើលកន្លែងណាដែលអត់មកគាត់ប៉ុន្តែសម្រាប់ខ្ញុំអត់អីទេខ្ញុំអាចចិត្តបាទអញ្ចឹងគ្រូសាកល្បងត្រឡប់ក្រោយហើយទៅរក slide ណាដែលអត់មកគាត់សិនជាជំហានដំបូងលោកគ្រូអ្នកគ្រូសាកល្បងសិនបាទមើលឃើញក្នុងបាទប៉ុន្តែអត់អីបើសិនជាលោកគ្រូចង់បានខ្ញុំនឹងជ្រើសរើសសិស្សបកែប្រហែលជា10នាក់សម្រាប់អ្នកដែលធ្វើបានសំណួរផុសតេស្តបញ្ចប់ទៅបានបន្ទុកខ្ពស់ជាងគេខ្ញុំនឹងភ្ជាប់ជូនគណៈនៃ Pro ជូនណាបាទតែបានតែ10ឯងព្រោះដោយសារតែខ្ញុំទិញគេដែរអញ្ចឹងខ្ញុំចែករំលែកតាមអ្វីដែលអាចចែកបានអញ្ចឹងម្ដងទៀតមានន័យថាខ្ញុំទៅដល់ slide នឹងមកហើយខ្ញុំចុចមកតែបើសិនជាយើងចង់បានតែមួយចុចទៅលើ slide នឹងមួយមកវាលោតមកចែកបាទនឹងយើងយកតែមួយ slide មកទេតែបើសិនជាយើងចង់បានទាំងអស់យើងចុច apply all បាទអញ្ចឹងកន្លែងនេះខ្ញុំនឹងបានគំរូ slide ហើយបាទអញ្ចឹងឧទាហរណ៍ថាអញ្ចឹងខ្ញុំធ្វើ slide ប៉ុណ្្នឹងហើយចុះខ្ញុំចង់ត្រឡប់ទៅដើមវិញចូលឯណាឧទាហរណ៍ថាយើងចង់ទៅដល់ Canva ផ្ទាំងដើមវិញណាចុះលោកគ្រូចុច Atre 3នៅផ្នែកខាងលើនេះមកហើយចុចប៊ូតុង Canva មកបាទអញ្ចឹងវាចូលទៅទំព័រដើមវិញហើយអញ្ចឹងខ្ញុំសូមឧទាហរណ៍គំរូមួយទៀតឧទាហរណ៍ថាឥឡូវខ្ញុំចង់ទៅដល់មុខវិជ្ជាជីវវិទ្យាបាទអញ្ចឹងខ្ញុំចុចទៅលើ presentation ហើយវាលោតអាហ្នឹងអញ្ចឹងខ្ញុំដាក់មកឧទាហរណ៍ថាឥឡូវយើងដាក់ anatomy ផ្នែកជីវៈណា anatomy បាទហើយខ្ញុំដាក់ anatomy presentation អញ្ចឹងខ្ញុំនឹងឃើញ slide មុខវិជ្ជាជីវៈជាច្រើននៅក្នុងហ្នឹងបាទអញ្ចឹងយើងមើលអាណាអត់មកកត់លោកគ្រូអ្នកគ្រូសូមបញ្ជាក់កុំយកមកកត់យកអាណាអត់មកកត់សិនជំហានទី1ខ្ញុំគ្រាន់តែចង់ចែករំលែកឲ្យលោកគ្រូអ្នកគ្រូចេះទៅរក slide របស់គេយកមកប្រើសិនហើយយើងរៀនតាម step មួយអញ្ចឹងសូមលោកគ្រូអ្នកគ្រូមើលអាណាកុំជាប់មកកត់ចុចលើវាមកប៉ុន្តែសម្រាប់ខ្ញុំឧទាហរណ៍ថាខ្ញុំចង់ចុចអាណាក៏បានដែរបាទអញ្ចឹងខ្ញុំយកអានេះបាទorganic ចុចទៅលើវាអញ្ចឹងខ្ញុំឃើញមាន slide ពាក់ព័ន្ធជំនួយសំណួរគុយស្អឹមឬក៏ពហុជ្រើសរើសអញ្ចឹងខ្ញុំចុច apply all អញ្ចឹង slide នេះនឹងคล้ายទៅជា slide របស់ខ្ញុំហើយបាទអញ្ចឹងនេះបាទសិតតែ slide របស់ខ្ញុំហើយខ្ញុំយកទៅ edit បន្តិចហើយរូបភាពស្អាតមានស្រាច់យើងគ្រាន់តែយកកែបន្តិចយើងអាចយកទៅបរៀនកូនសិស្សបានដែរបាទហើយសម្រាប់លោកគ្រូអ្នកគ្រូដែលបរៀនកូនក្មេងបាទតូចអីគឺល្អបាទគឺសម្បូរ slide ឧទាហរណ៍ឥឡូវខ្ញុំចង់ទៅរក slide ចំនួនពាក់ព័ន្ធជាមួយនឹងព្រៀនសិស្សបឋមខ្ញុំក៏ដាក់ number មក number ចំនួនលេខរាប់លេខបាទទៅទៅលើហ្នឹងមកអញ្ចឹងខ្ញុំឃើញ slide number នេះពាក់ព័ន្ធគូជាមួយការរាប់ចំនួនអញ្ចឹងឃើញ slide គំរូមកស្រាច់ចុច apply សំទោសលោកគ្រូកន្លែងហ្នឹងពេលយើងចុច apply ហើយចង់ឲ្យជា slide របស់យើងសាកទុកកន្លែងណាមិនទៅលោកគ្រូដូចអត់ដឹង
អ្នកគ្រូគ្រាន់តែចុច apply ទៅឃើញ load ដូចរបស់ខ្ញុំចេះអាហ្នឹងមានថា slide ហ្នឹង slide របស់យើងហើយ load ហើយប៉ុន្តែដល់ពេលរួចចុងក្រោយយើងទៅចូលមើលវិញកត់នៅកន្លែងណាហ្នឹងតែបាទបន្តិចទៀតខ្ញុំបង្ហាញជូនអ្នកគ្រូឥឡូវអ្នកគ្រូដល់តែ slide នៅឃើញសិនណាហើយខ្ញុំនៅបង្ហាញជូនថាចុំទោះបើខ្ញុំច្រឡំបាត់ឬក៏បាត់ computer លើក្រោយខ្ញុំទៅរកវានៅកន្លែងណាបាទអញ្ចឹងឥឡូវលោកគ្រូអ្នកគ្រូឥឡូវខ្ញុំទុកពេលប្រហែលជា3នាទីជូនលោកគ្រូអ្នកគ្រូសាកល្បងរកគំរូ slide នឹងមួយសិនណាបាទអញ្ចឹងខ្ញុំដាក់ពេលជូនបាទហើយលោកគ្រូអ្នកគ្រូអាចអនុវត្តផ្ទាល់3នាទីបាទហើយចាំបន្ទាប់ពី3នាទីហើយចាំយើងបន្តទៅចំណុចមួយទៀតអញ្ចឹងលោកគ្រូអ្នកគ្រូនឹងឃើញនាទីលោតនៅលើផ្ទាំងហ្នឹងហើយបាទលោកគ្រូបន្តិច Google Meet បាទលោកគ្រូតើលោកឲ្យធ្វើលំហាត់ហ្នឹងតើតើនឹងការទៅរក slide តែប៉ុណ្ណឹងយូរហើយតើតើមេរៀនអីក៏បានដែរបាទលោកគ្រូអាចរកមេរៀនអីក៏បានដែរឧទាហរណ៍ថាលោកគ្រូអ្នកគ្រូមុខវិជ្ជាគណិតមុខវិជ្ជារូបមុខវិជ្ជាជីវៈអាចដាក់ចំណងជើងអីក៏បានដែរជាមួយអ្វីដែលយើងចង់រកប៉ុន្តែសម្រាប់លោកគ្រូអ្នកគ្រូភាសាខ្មែរឬក៏ភូមិវិទ្យាប្រហែលជាពិបាករកដោយសារមុខវិជ្ជាភាសាខ្មែររបស់យើងវាអត់ស្គាល់ទេដោយសារឧទាហរណ៍ថាយើងទៅរកនាមការឬក៏នាមបាទរឿងព្រះបាទពញាចារអត្ថបទផ្កាសពោនឧទាហរណ៍ចឹងអត់មានទេដោយសារអេតហ្នឹងជាជនជាតិបរទេសអ្នកធ្វើចឹងហើយលោកគ្រូអ្នកគ្រូព្យាយាមរកដែលពាក់ព័ន្ធជាមួយនឹងភាសាខ្មែរយើងហ្នឹងរកអត់ឃើញទេអញ្ចឹងលោកគ្រូអ្នកគ្រូឃើញនាទីវាលោតនៅផ្នែកខាងឆ្វេងបាទ2នាទីចឹងលោកគ្រូអ្នកគ្រូសាកល្បងសិនមកហើយបន្តិចទៀតខ្ញុំនឹងចូលបង្ហាញរបៀបបកប្រែក៏ប៉ុន្តែលោកគ្រូអ្នកគ្រូបកប្រែហ្នឹងគឺបានតែគណនី Pro ទេសម្រាប់យើង free គឺលោកគ្រូអ្នកគ្រូមានជំរើសតែត្រឹមកែ slide របស់គេយកមកប្រើតែប៉ុណ្ណោះជាទូទៅវាអញ្ចឹងហើយលោកគ្រូអ្នកគ្រូដោយសារតែ app របស់គេនេះគេបង្កើតមកសម្រាប់ business ហើយគេអាចចែករំលែកអ្វីដែលយើងចែកបានហើយដល់ពេលយើងចង់បានដែលល្អជាងនឹងគេតម្រូវតែយើងចាយលុយចឹងហើយព្រោះអីគេធ្វើមកក្រុមហ៊ុនរបស់គេចាយលុយច្រើនដែរអញ្ចឹងហើយកាលណាយើងប្រើ free យើងធ្វើទៅតាមលទ្ធភាព free ដល់ពេលយើងប្រើបាន pro អាហ្នឹងយើងគិតតាមនឹងដែរដោយតែ ChatGPT ចឹង ChatGPT លោកគ្រូអ្នកគ្រូប្រើ free រាល់ថ្ងៃពេលខ្លះលោកគ្រូអ្នកគ្រូគិតថាល្អប៉ុន្តែបើសិនជាលោកគ្រូអ្នកគ្រូជាវ subscription របស់វាអា pro ឬក៏ plus លោកគ្រូអ្នកគ្រូនឹងឃើញភាពខុសគ្នាហ្មងដូចខ្ញុំបច្ចុប្បន្នខ្ញុំប្រើ ChatGPT កាលមុនខ្ញុំប្រើ ChatGPT ខ្ញុំបង់លុយមួយខែ20រៀលមួយខែ20រៀលប្រើរហូតហ្នឹងដោយសារវាល្អរឹសពីការបំពឹងទុកដែលយើងគិតវាលក្ខណៈខ្លាំងដូចគ្រូរបស់យើងមួយចឹងតែដល់ពេលក្រោយមកខ្ញុំប្រើ Gemini វិញបច្ចុប្បន្នខ្ញុំប្រើ Gemini ដោយសារ Gemini វាមានលក្ខណៈល្អហើយសម្រាប់យើងអ្នកអប់រំគឺងាយស្រួលប្រើហើយវាមាន platform ច្រើនដែល support នឹងគ្នាចឹងហើយបើសិនជាយើងប្រើ Pro គឺល្អចម្លើយសុក្រិតខ្ពស់ភាពរហ័សរហួនហើយបាត់បែនគឺលឿនអញ្ចឹងនៅក្នុងរយៈពេល3នាទីនេះខ្ញុំគ្រាន់តែចង់ឲ្យលោកគ្រូអ្នកគ្រូសាកល្បងរកគំរូ slide មួយរក slide អីក៏បានដែរបាទបាទចឹងយើងស្ដាប់បានគ្រូរកឃើញហើយដាក់បាទអីអ្នកគ្រូគាត់រកឃើញហើយចុច apply all ហើយដូចខ្ញុំដែរបាទអាហ្នឹងហើយមានថា slide ហ្នឹងជា slide របស់យើងហើយបាទគ្រូអរគុណច្រើនអូខេយើងជិតដល់ម៉ោងបាទអស់ម៉ោងមកបាទអញ្ចឹងយើងអស់ម៉ោងហើយអញ្ចឹងលោកគ្រូអ្នកគ្រូឥឡូវឧទាហរណ៍ថាខ្ញុំច្រឡំ slide ហ្នឹងខ្ញុំចុចខ្វែងប៉ចច្រឡំដៃអញ្ចឹងបាទឬក៏កូនយើងមកចុចទៅបាត់អស់លីងបាទអញ្ចឹងតើយើងធ្វើម៉េចទៅរក slide របស់យើងនឹងឃើញអញ្ចឹងដូចខ្ញុំបញ្ជាក់ជូនលោកគ្រូអ្នកគ្រូគឺដំបូងគឺយើងមាន project លោកគ្រូអ្នកគ្រូមានចាំខ្ញុំបង្ហាញ project ពាក្យថា project អញ្ចឹងលោកគ្រូអ្នកគ្រូចូលទៅកាន់ Canva មកហើយមើលទៅលើពាក្យ project ឬក៏ពាក្យថា your design ពីរហ្នឹងលោកគ្រូអ្នកគ្រូចុចណាមួយក៏បានដែរជាជំរើសលោកគ្រូអ្នកគ្រូនឹងឃើញផ្ទាំងដែលលោកគ្រូអ្នកគ្រូកំពុងតែប្រើហ្នឹងហើយអញ្ចឹងខ្ញុំសាកចុច project នៅផ្នែកខាងឆ្វេងវាលោតមកហើយនេះអញ្ចឹងវានឹងឃើញ slide ដែលយើងកំពុងប្រើមិញនឹងឯងហើយលោកគ្រូអ្នកគ្រូអត់ត្រូវការ save អីញ៉ៃញ៉ៃទេគាត់នឹងបិទទៅវា save auto តែម្ដងនេះ slide ដែលខ្ញុំប្រើមិញនេះត្រាងខួបហើយអានេះវាអត់ទាន់ដែរដោយសារ internet slow ខ្ញុំ refresh មួយសិនបាទនេះចេញមកអញ្ចឹងនេះ slide ជីវវិទ្យាហើយដល់ពេលនេះ slide ចុងក្រោយមិញគឺពាក់ព័ន្ធជាមួយនឹងការរាប់ចំនួនបាទអញ្ចឹងខ្ញុំសុំម្ដងទៀតលោកគ្រូអ្នកគ្រូមានន័យថាបើយើងចូល Canva ត្រឡប់មកក្រោយវិញលោកគ្រូអ្នកគ្រូមាន2ជំរើសនៅត្រង់ចំណុចហ្នឹងទី1គឺយើងទៅរក project នៅពាក្យខាងឆ្វេងបាទហើយទី2គឺយើងមើលទៅលើ your design
បាទអញ្ចឹងលោកគ្រូអ្នកគ្រូយកមួយណាក៏បានដែរពីរហ្នឹងអញ្ចឹងខ្ញុំចុចលើពាក្យថាយក design អញ្ចឹងនៅពេលដែលខ្ញុំចុចលើយក design វាលោតចេះតែលោកគ្រូអ្នកគ្រូអូសចុះក្រោមមកឃើញអាផ្ទាំងហ្នឹងនេះមានកន្លែង reason ណាលោកគ្រូអ្នកគ្រូអញ្ចឹងលោកគ្រូអ្នកគ្រូចង់ប្រើណាមួយក៏បានអត់បញ្ហាអញ្ចឹងយើងនឹងឃើញផ្ទាំងសិលឹកកិច្ចការយើងទាំងអស់ប៉ុន្តែអ្វីដែលសំខាន់លោកគ្រូអ្នកគ្រូអាច rename ឈ្មោះរបស់វាដើម្បីកុំឲ្យយើងច្រឡំនៅពេលក្រោយដូចខ្ញុំមិញខ្ញុំភ្លេច rename អញ្ចឹងយើងចុចទៅលើហ្នឹងមកយើងដាក់ឈ្មោះមកឧទាហរណ៍ដាក់ចំនួនមូលហេតុអីបានជាយើងត្រូវការ rename ដើម្បីកុំឲ្យយើងច្រឡំនៅពេលក្រោយនៅពេលដែលយើងដាក់slide របស់យើងរើទៅយើង search កន្លែងហ្នឹងលឿនមកនេះមានថាកន្លែងនេះយើងដាក់ចំនួនអញ្ចឹងមកចូលដាក់ស្អំបាទដាក់អត់ចាញ់បាទខ្វះគេបដ ாய் ប្រហែលជាវាអត់ស្គាល់ភាសាខ្មែរលោកគ្រូបាទចំនួនសាកមើលសិនអត់ចាញ់មកតែនេះដោយសារតែនេះមិនតែជា internet slow ឬក៏ font ខ្មែរវាអត់សូវស្គាល់លោកគ្រូហើយវាបាត់ឲ្យយើងថ្មីមិញអញ្ចឹងខ្ញុំសូម refresh មួយសិនជួនកាល internet យើង slow អត់ចាញ់មកឲ្យលោកគ្រូនេះឃើញទេបាទអញ្ចឹងមិញប្រហែលជា internet របស់ខ្ញុំទេអញ្ចឹងកន្លែងយក design លោកគ្រូមានពីរជម្រើសទី1គឺស្វែងរកចំណងជើងតាមរយៈការ search ទី2យើងអុសចុចទៅមើលតែម្ដងមិនបាច់ search ទេចុចមើលអុសចុះក្រោមហ្មងបាទមួយណាជា slide របស់យើងគឺហើយអញ្ចឹងលោកគ្រូខ្ញុំសូមចូលដល់ជំហានទី2ប៉ុន្តែសូមបញ្ជាក់ឲ្យបញ្ជាក់ទៀតសម្រាប់ជំហានទី2នេះសម្រាប់អ្នកដែលមានគណនី Pro ដែលលោកគ្រូអាចធ្វើបានប៉ុន្តែសម្រាប់អ្នក free គឺតលហើយកន្លែងហ្នឹងគឺយើងប្រើអត់កើតទេបាទអញ្ចឹងនៅក្នុងជំហានបន្ទាប់នេះខ្ញុំនឹងបង្ហាញពីបាទលោកគ្រូបាទខ្ញុំអធិស្ឋានខ្ញុំសូមនៅកន្លែង edit slide បន្តិចលោកដោយសារតែខ្ញុំធ្លាប់ edit នៅលើ Canva ហើយយើង save ទៅជា PowerPoint វាទៅ load font អក្សរនៅ PowerPoint ហើយយើងទៅកែ font នៅ PowerPoint ម្ដងទៀតគ្រូបាទគ្រូជួយបញ្ជាក់ឲ្យបន្តិចបាទលោកគ្រូអានឹងខ្ញុំនឹងបញ្ជាក់នៅពេលក្រោយលោកគ្រូនៅពេលដែលយើងធ្វើកិច្ចការចប់អស់ហើយខ្ញុំនឹងបង្ហាញជូនថាហេតុអីបានជាលោកគ្រូជួបបញ្ហាអញ្ចឹងហើយការពិតទៅខ្ញុំគិតថាមិនមែនតែលោកគ្រូទេយ៉ាងហោចណាស់លោកគ្រូ200នាក់នេះយ៉ាងហោចណាស់ក៏មាន150នាក់ដែល download ទៅ PowerPoint ទៅវារត់ប៉ុន្តែសម្រាប់ខ្ញុំគឺអត់រត់ទេតែអានឹងខ្ញុំបង្ហាញជូននៅពេលក្រោយលោកគ្រូជំរឿខ្ញុំសូមឧទាហរណ៍មួយខ្ញុំធ្វើនៅលើ PowerPoint សំទោស Canva របស់ខ្ញុំប៉ុន្តែនៅពេលដែលខ្ញុំ download ទៅគឺអត់រត់ទេហើយហ្នឹងវាគឺជា technique មួយដែលយើងអ្នកប្រើជាទូទៅអ្នកមិនសូវប្រើអត់សូវដឹងទេបាទតែអ្នកប្រើជាប្រចាំដូចខ្ញុំគឺពេលដែលជួបបញ្ហាខ្ញុំព្យាយាមដោះស្រាយខ្ញុំសូមរើណាដែលងាយស្រួលឧទាហរណ៍នេះប៉ោងហោះនេះអញ្ចឹងខ្ញុំគ្រាន់តែចុចទាញយកវាមកលោកគ្រូជួយមើលប៉ុនរបស់វាអញ្ចឹងតែដល់ពេលខ្ញុំទាញយកតែនេះវាការពិតយើងមិនទាន់ដល់ហ្នឹងទេខ្ញុំយកជា PowerPoint បានចឹងយើងចាំបន្តិចវា download លើហើយបាទអស់28មេឥឡូវលោកគ្រូខ្ញុំសូមចាំវាបន្តិចសិនបាទយើងត្រឡប់ទៅកាន់ទាំងរបស់យើងវិញសិនកុំឲ្យខាតពេលបាទអញ្ចឹងលោកគ្រូខ្ញុំសូមចូលទៅជំហានបន្ទាប់គឺការបកប្រែ slide មានន័យថានៅក្នុង Canva ទោះបីជាភាសាអីក៏ដោយសម្រាប់យើងជាអ្នកដែលទិញគណនី Pro ឬក៏ Education ឬក៏ Business គឺយើងមានសិទ្ធិមួយគឺយើងអាចបកប្រែ slide ទាំងអស់ហ្នឹងទៅជាភាសាជាតិសាសន៍របស់យើងបានអញ្ចឹងនៅពេលដែលគ្រូស្រឡាញ់ slide ឬក៏ពេញចិត្ត slide ណាមួយហ្នឹងយើងអាចបំលែងវាទៅជាភាសាខ្មែររបស់យើងប៉ុន្តែនៅក្នុងការបកប្រែនោះគ្រូវាដូចទៅនឹង Google Translate ដែរទេរាល់ពាក្យបច្ចេកទេសពាក់ព័ន្ធជាមួយនឹងមុខវិជ្ជាវិទ្យាសាស្ត្រវានឹងបកមិនបានល្អទេប៉ុន្តែប្រសិនបើជាភាសានិយាយធម្មតាទូទៅវានឹងបកប្រែបានល្អអញ្ចឹងដើម្បីបកប្រែមិនថាចេះឧទាហរណ៍ថាឥឡូវខ្ញុំត្រូវការបរៀនកូនរបស់ខ្ញុំឬក៏កូនសិស្សរបស់ខ្ញុំថ្នាក់មត្តេយ្យរាប់ពីលេខ1ដល់លេខ10អីចឹងទៅប៉ុន្តែនៅក្នុងនេះវាភាសាអង់គ្លេសហ្នឹងបើសិនជាយើងជាគ្រូអង់គ្លេសទៅមកវាស្រួលទេតែនេះone អញ្ចឹងខ្ញុំចង់ឲ្យបដូរអានេះទៅជាភាសាខ្មែរទាំងអស់តែខ្ញុំគួរធ្វើម៉េចអញ្ចឹងនៅកន្លែងនេះខ្ញុំចង់បកប្រែជាភាសាខ្មែរលោកគ្រូអ្នកគ្រូត្រូវមើលទៅលើប៊ូតុងនៅផ្នែកខាងលើបាទវានឹងមានពាក្យ design ហើយ design ហ្នឹងសម្រាប់លោកគ្រូអ្នកគ្រូ free មិនបាច់ចុចទេបាទវាជាប់មកកត់អីតែសម្រាប់ខ្ញុំឬក៏លោកគ្រូអ្នកគ្រូដែលមានគណនី Pro ចុចបានទោះជាវាជាប់មកកត់ក៏យើងតែប្រើបានដែរអញ្ចឹងខ្ញុំចុចពាក្យថា design អញ្ចឹងនៅពេលដែលខ្ញុំចុចពាក្យ design ហ្នឹង
អស់ចុះទៅក្រោមបំផុតបាទអញ្ចឹងយើងនឹងឃើញមានពាក្យថា translate អញ្ចឹងនៅក្នុងការ translate មាន2បាទលោកគ្រូយើង translate ម្ដងមួយ slide ឬក៏ translate ម្ដងទាំង10 20ឬក៏30 slide ដែលយើងកំពុងមានអញ្ចឹងកន្លែងនេះគឺខ្ញុំបកប្រែម្ដងទាំងអស់ហ្មង slide របស់ខ្ញុំទាំងអស់គឺវាមាន21 slide អញ្ចឹងនៅកន្លែងនេះគឺខ្ញុំនឹងបកប្រែទាំង21 slide ទៅជាភាសាខ្មែរអញ្ចឹងចុច translate អញ្ចឹងនៅពេលដែលចុចពាក្យ translate លោកគ្រូអ្នកគ្រូនឹងឃើញមានផ្ទាំងថ្មីមួយបាទអញ្ចឹងផ្ទាំងថ្មីហ្នឹងអាលើគេបំផុតគឺ translate to អញ្ចឹងមានថាវាឲ្យយើងជ្រើសរើសថាតើយើងចង់បកប្រែទៅជាភាសាអីអញ្ចឹងនៅកន្លែងនេះខ្ញុំដាក់ជាភាសាខ្មែរអញ្ចឹងយើងទៅសេលើ keyboard ដាក់ K8 ណា K8 បាទខ្មែរបាទអញ្ចឹងបន្ទាប់មកទៀតគេសួរ apply apply នៅត្រង់ចំណុចនេះតើលោកគ្រូអ្នកគ្រូចង់ apply ប្រហែល slide ទៅលើការបកប្រែហ្នឹងបាទនៅកន្លែងនេះអញ្ចឹងនៅកន្លែងហ្នឹងប្រសិនបើយើងចុចទៅលើវាទៅនេះយើងចង់បកប្រែមួយ slide 2 slide 3 slide ក៏បានដែរប៉ុន្តែខ្ញុំខ្ជិលបាទបាន slide គេមកឲ្យបកប្រែទាំង21 slide ហ្នឹងតែម្ដងបាទបន្ទាប់មកទៀតកន្លែង translate existing design without creating a copy នេះលោកគ្រូអ្នកគ្រូបើមិនបានគ្រីសវាទេមានន័យថាវាបកប្រែទៅលើ slide ហ្នឹងហើយវាទុក slide ដើមមួយឲ្យយើងផ្ទៀងផ្ទាត់ណាតែដើម្បីកុំឲ្យពិបាកទៅខ្មែរទាំងអស់យើងគ្រីសមកចុច translate អញ្ចឹងនៅពេលដែលយើងចុច translate លោកគ្រូអ្នកគ្រូឃើញទេបាទ slide ទាំងអស់នឹងคล้ายទៅជាភាសាខ្មែរអញ្ចឹងធ្វើឲ្យយើងប្រើប្រាស់ Canva ហ្នឹងមានអារម្មណ៍ថាវាងាយវាអែមបាទអត់ដូច PowerPoint ទេបាទហើយលក្ខណៈដែលវាអែមជាង PowerPoint ត្រង់ចំណុចនេះលោកគ្រូអ្នកគ្រូបកប្រែជាខ្មែរហើយ PowerPoint លោកគ្រូអ្នកគ្រូមិនត្រូវការអង្គុយកែប្រែ slide ម្ដងមួយចេះ font នេះអត់ស្អាតទេវាយដូរហ្មងបាទខ្ញុំដាក់ font អីមួយចឹងឧទាហរណ៍ឥឡូវខ្មែរ OS សៀមរាបអញ្ចេះដល់ពេល slide ទី2ចំអត់ដូរនៅក្នុង Canva លោកគ្រូអ្នកគ្រូមិនបាច់ភ័យទេដូរតែមួយគឺទៅទាំងអស់តែម្ដងបាទអញ្ចឹងនៅក្នុង Canva ឧទាហរណ៍ចេះខ្ញុំចង់ដូរអក្សរនេះលេខ1ហើយខ្ញុំចង់ដូរវាទៅជាខ្មែរ OS សៀមរាបឧទាហរណ៍ចឹងចុចទៅលើវាមួយអត់សូវស្អាតសុំដូរបន្តិចឧទាហរណ៍មួយនេះបាទខ្ញុំសុំរកប៉ុណ្ណាដែលរៀងគ្រាន់បានបន្តិចសិនបាទឧទាហរណ៍មួយនេះចាស់បាទ1 2ជាបំផុតទេបាទខ្ញុំសុំយកអានេះមកបាទឧទាហរណ៍ជាលោកគ្រូអ្នកគ្រូអញ្ចឹងនៅពេលដែលយើងចង់ដូរអា font ហ្នឹងឲ្យទៅជា font តែមួយទាំងអស់មានថា slide មួយហ្នឹងវាទៅជា font ហ្នឹងទាំងអស់លោកគ្រូអ្នកគ្រូបើសិនជាសុំម្ដងទៀត slide នេះហើយដល់ពេលខ្ញុំបើក slide ថ្មីវាអត់ដូរ font ទេបាទវាអញ្ចឹងណាប៉ុន្តែនៅក្នុង Canva អាចបដូរម្ដងទៅទាំងអស់បាទងាយស្រួលមែនតើអញ្ចឹងខ្ញុំសុំត្រឡប់ក្រោយសិនអូខេប៉ុណ្ណេះខ្ញុំដូរ font អញ្ចឹងខ្ញុំដូរទៅជាខ្មែរ OS Bulai ហើយខ្ញុំចង់ឲ្យ font ទាំងអស់នៅលើ slide Canva ហ្នឹងទៅជាខ្មែរ OS Bulai ទាំងអស់អញ្ចឹងលោកគ្រូអ្នកគ្រូសុំមើលទៅលើនេះមើលពីលើចុះក្រោមណាប៉ុន្តែលោកគ្រូអ្នកគ្រូនឹងឃើញមាន load ពណ៌ស្វាយមួយគឺវាប្រើពាក្យថា change all បាទអញ្ចឹងលោកគ្រូអ្នកគ្រូចុចទៅលើ change all ហ្នឹងមកបត់បាទទៅទាំងអស់លោកគ្រូអ្នកគ្រូឃើញបាទអែមពី slide ទី1ដល់21ខ្លាយជាខ្មែរ OS Bulai ហើយលោកគ្រូអ្នកគ្រូយកទៅបរៀនសិស្សចប់ប៉ុណ្ណាបាទនេះអញ្ចឹង slide របស់យើងមក play ទេបាទអញ្ចឹងលោកគ្រូអ្នកគ្រូចំណាយពេលបន្តិចទៅគឺខ្លាយទៅជា slide របស់យើងហើយលោកគ្រូអ្នកគ្រូអាចទាញយកជា PowerPoint ក៏បានទាញយកជារូបភាព21សន្លឹកនឹងក៏បានទាញយកជាអីក៏បានដែរឬក៏ generate ជាវីដេអូខ្លីៗឥឡូវមិញខ្ញុំបង្ហាញរបៀប translate តែឥឡូវខ្ញុំសូមទៅមើលអា slide ដែលខ្ញុំ download មិញដែលគ្រូគាត់ថារត់ទៅបាទអញ្ចឹងខ្ញុំ download ហើយនេះ PowerPoint បាទនេះលោកគ្រូអ្នកគ្រូបាទ slide PowerPoint របស់ខ្ញុំមិញណាបាទslide Canva សុំទោសបាទ Canva ខ្ញុំធ្វើនៅលើ Canva ហើយនេះខ្ញុំ download PowerPoint របស់ខ្ញុំបាទអញ្ចឹងអក្សរហ្នឹងគឺអត់រត់ទេបាទអញ្ចឹងខ្ញុំនឹងបង្ហាញពេលដែលចិត្តបញ្ចប់ពីរបៀបនៅក្នុងការទាញយកតែការពិតចំណុចនេះគឺខ្ញុំបង្ហាញនៅថ្ងៃទី2សប្តាហ៍ក្រោយទេបាទតែដោយសារលោកគ្រូគាត់សួរទៅខ្ញុំបង្ហាញជូនគាត់បន្តិចសិនតើបាទអត់បានចូលមើលក្នុង Telegram បាទអញ្ចឹងពាក់ព័ន្ធជាមួយនឹង translate ខ្ញុំឃើញមានលោកគ្រូអ្នកគ្រូប្រហែលជា20នាក់ដែលមានគណនី Pro អញ្ចឹងសូមសួរលោកគ្រូអ្នកគ្រូអាច
បកប្រែបានទេមិនបាទតែសម្រាប់គណនី free លោកគ្រូអ្នកគ្រូមិនបាច់ចុចទេព្រោះវាជាប់ហើយបាទលោកគ្រូបានលោកគ្រូបាទសូមអរគុណច្រើនលោកគ្រូអ្នកគ្រូបាទអញ្ចឹងសម្រាប់លោកគ្រូអ្នកគ្រូដែលគណនី free កុំអន់ចិត្តអីបាទដោយសារតែកន្លែងហ្នឹងគឺវាមាន limit ខ្ញុំអត់ទាន់ខ្ញុំអត់ទាន់ពេលណាខ្ញុំ កន្លែងណាដែរ កន្លែងចិត្ត feel ហ្នឹងអត់ឃើញកម្មវិធី translate ដោយផលលោកគ្រូខ្ញុំកន្លែងចិត្ត feel ហ្នឹងចិត្ត file អត់ឃើញកម្មវិធី translate ឃើញតែ editing ហ្នឹងហើយខ្ញុំប្រូដែរតែអត់ឃើញហ្នឹង លោកគ្រូទិញពីខាងណាដែរលោកគ្រូអាចឆាតទៅសួរ admin របស់គេទៅហើយឲ្យគេបើកមុខងារ AI កន្លែងហ្នឹងទៅគេបើកបានហើយនៅកន្លែងហ្នឹងមិនថាចេះលោកគ្រូដែលនេះហើយអត់ទាន់មានមុខហ្នឹងប្រហែលជា admin គេបិទអត់ឲ្យចេញអញ្ចឹងលោកគ្រូអាចតំណទៅម្ចាស់ដើមរបស់គាត់ឲ្យគាត់បើកឲ្យប៉ុន្តែបើសិនជាលោកគ្រូទិញពីខ្ញុំប្រកាសជាមានតែលោកគ្រូប្រើលើទូរស័ព្ទដៃឬក៏កុំព្យូទ័រដែរ យើងប្រើលើកុំព្យូទ័រលោកគ្រូមានតែ file ហើយនឹងមាន editing អត់មាន បាទអញ្ចឹងលោកគ្រូនៅអីគេមិនទៀត បាទលោកគ្រូអញ្ចឹងចាំដល់ពេលចប់លោកគ្រូជួយ screenshot ផ្ញើមកខ្ញុំមកឬក៏ដាក់ក្នុង group ក៏បានចាំខ្ញុំជួយមើលជូនដោយសារឥឡូវខ្ញុំអត់ទាន់បានមើលដែរប៉ុន្តែមានលោកគ្រូមានតែបើសិនជាករណីរកអត់ឃើញយើងអាចសួរទៅ admin របស់យើងទៅសូមឲ្យគាត់បើកមុខងារ AI ប្រាប់គាត់ប៉ុណ្ណឹងទៅគាត់ដឹងហើយ admin ដែលលោកគ្រូទិញលោកគ្រូទិញពីខាងណាក៏ដោយគឺប្រាប់គេតែប៉ុណ្ណឹងទៅគឺរួចរាល់ហើយមួយទៀតប្រសិនបើលោកគ្រូពិបាករកអត់ឃើញលោកគ្រូចុចម៉ៅស្ដាំទៅលើអក្សរហ្នឹងមកចុចម៉ៅស្ដាំហើយមានពាក្យ translate នេះហើយលោកគ្រូសាកមើលបាទប៉ុន្តែមុខងារ translate នៅកន្លែងហ្នឹងមានថាយើង translate វាអត់សូវលឿនរហ័សដូចមុខងារនោះបាទហើយយើងរើសដូចគ្នាគឺគូរើសភាសាខ្មែរអញ្ចឹងមកចុចម៉ៅស្ដាំនៅលើអីលោកនៅលើអក្សរបាទលើអក្សរផ្ទាល់ហ្មងនៅថាចេះលោកគ្រូចុចលើអក្សរនឹងមួយមកហើយចុចម៉ៅស្ដាំលើអក្សរហ្នឹងហើយមានពាក្យ translate អូឃើញហ្នឹងហើយតែឃើញតែ translate តែនៅកន្លែងនេះវាមានន័យថាយើងបកប្រែម្ដងយើងបកប្រែម្ដងមកប្រអប់ហ្នឹងគ្រូណាបាទលោកគ្រូនេះលោកគ្រូមើលទៅលើ screen ហើយលោកគ្រូចុច select all មានថាចេះលោកគ្រូបកប្រែម្ដងបានមួយ slide នៅកន្លែងហ្នឹងណាមានន័យថាកន្លែងហ្នឹងវាគុណវិបត្តិរបស់វាគឺបើយើងអត់មានអាមុខងារ design ហ្នឹងវាបកប្រែម្ដងបានតែមួយ slide ទេប៉ុន្តែខ្ញុំគិតថាមានលោកគ្រូប៉ុន្តែប្រហែលជាអេក្រង់លោកគ្រូ computer ទូចប្រហែលជាលោកគ្រូ14 inch ឬក៏13 inch អញ្ចឹងអាមុខ design ហ្នឹងវាលាក់នៅកន្លែងណាមួយតែអត់បាត់ទេលោកគ្រូហើយបើអញ្ចឹងលោកគ្រូសាកចុច editing មើលមានពាក្យ design ហ្នឹងអត់ពីព្រោះអីជួនកាល computer របស់យើងអេក្រង់តូចអញ្ចឹងវាអាមុខងារហ្នឹងវា load អត់ចេញគ្រប់ចំនួនទេអញ្ចឹងហើយលោកគ្រូត្រូវការរើមើលអាកន្លែងដែលវាហាយអូ yes ចេញលោកគ្រូចេញហើយបាទលោកគ្រូចេញលោកគ្រូខ្ញុំដាក់អេក្រង់ពុះមួយជា2អញ្ចឹងវាបាំងអាហ្នឹងមែនបាទលោកគ្រូហ្នឹងហើយដោយសារតែនេះវាតូចបាទបាទអូខេអរគុណច្រើនគ្រូបាទអញ្ចឹងលោកគ្រូមានបញ្ហាទៀតទេពាក់ព័ន្ធជាមួយនឹងការបកប្រែហើយនឹងកាយអក្សរលោកគ្រូចង់សួរមួយចុះបើសិននៅពេលដែលយើងបើកអាកម្មវិធីនឹង slide នឹងបានហើយតើយើងចាំបាច់ត្រូវទៅ save ដែរឬក៏មិនបាច់ save ទេវាជាប់អូតូអត់ត្រូវការ save ទេលោកគ្រូយើងបាត់ទៅវា save អូតូមិនថាយើងធ្វើហើយយើងខ្វែងចោលណាប៉ុណ្ណឹងមកហើយបាទហើយដល់ពេលយើងទៅរកវិញចូលក្នុង Canva ហើយឃើញហ្មងឃើញអានេះឯកសាររបស់យើងនៅហ្នឹងហើយអត់ភ័យខ្លាចដាក់អីគេប្រើលុតកុំព្យូទ័រឲ្យបាត់អត់អីទេឲ្យតែយើងមានអ៊ីនធឺណិតកំឡុងពេលដែលយើងបាត់ឬក៏លុតកុំព្យូទ័រអស់ថ្មហ្នឹងវា save អូតូហើយស្រេចទេអញ្ចឹងខ្ញុំសាកល្បងមួយទៀតឧទាហរណ៍នេះ slide សេរីរាង្គអញ្ចឹងខ្ញុំចុច resize បន្តមកមានកំណត់ឬក៏រយៈពេលអីអត់លោកគ្រូគេដូចយើងបើកចេះបើកច្រើនទៅវាលុបអាចាស់ចោលឬក៏វាកំណត់រយៈពេលអីអត់លោកគ្រូអត់ទេអ្នកគ្រូជាទូទៅ Canva ដែលអ្នកគ្រូទិញពីគេ Pro ក៏ដោយ Education ក៏ដោយបានមកតែអញ្ចឹងវាអត់ងាយពេញទេអត់ងាយ full ហ្មងនិយាយរួមទៅត្រឹមមកប្រើ slide នេះអ្នកគ្រូប្រើ 1000 slide ឬ 2000 slide ខ្ញុំគិតថាអត់ទាន់អស់ហើយប៉ុន្តែបើសិនជាយើង free ដូចជាមានតែ 5G ទេអ្នកគ្រូសម្រាប់យើងគណនី free ប៉ុន្តែបើយើងពេលសិនហ្នឹងមិនទេលោកគ្រូមានន័យថាប្រើ Gmail របស់ក្រសួងហ្នឹងមែនអត់ទេអ្នកគ្រូយើងទិញទៅគេភ្ជាប់ឲ្យហើយយើងឃើញ EDU ដូចរបស់ខ្ញុំអញ្ចឹងណាចាលោកគ្រូអញ្ចឹងអ្នកគ្រូ education ហ្នឹងសម្រាប់គេអ្នករកស៊ីគេមាននីតិវិធីនៅក្នុងការទៅស្នើសុំ Canva អញ្ចឹងណាតែខ្ញុំអត់ដឹងច្បាស់ដូចគ្នាហើយខ្ញុំទិញពីគេប្រើដែរទេអញ្ចឹងអាកន្លែងស្នើសុំអីហ្នឹងតើតើលោកគ្រូអ្នកគ្រូខ្លួនឯងហ្នឹងសាកល្បងទៅរក YouTube ឬក៏សួរ AI សួរអីចឹងទៅតែបើសិនជាយើងពិបាកយើងអាចទិញគេប្រើដូចខ្ញុំទិញគេប្រើដែរតែខ្ញុំអត់សូវចេះអាកន្លែងហ្នឹង
តែសម្រាប់គេអ្នកលក់គេមានវគ្គបរិញ្ញាបត្រអីចឹងណាតែខ្ញុំមិនដឹងថាគេរៀននៅណានៅណីដែរព្រោះអីច្រើនអ្នកគ្រូចង់សួរគណនេយ្យ Pro ឬក៏ Free ឬក៏មិនដែរអ្នកគ្រូអូនៅស្រូវ Pro នៅសិនយើងទិញម្ដងប្រើបានរយៈពេលប្រហែលអាស្រ័យទៅលើអ្នកគ្រូទិញគេតែអ្នកគ្រូចង់ទិញ1ឆ្នាំទិញ2ឆ្នាំ3ឆ្នាំឬក៏ប្រើរហូតចឹងទៅជាទូទៅគេប្រើពាក្យថា lifetime តែវាមិនរយៈពេលប្រើបាទអញ្ចឹងអ្នកគ្រូនៅលើលោកយើងនេះมันមានស្អីដែលប្រើទៅអត់ដែនកំណត់ទេឧទាហរណ៍ថាយើងប្រាប់គេថាខ្ញុំទិញ lifetime ប៉ុន្តែជាទូទៅវាមិនអាចប្រើបាន100ឬ200ឆ្នាំអីចឹងទេអញ្ចឹងមានថាយ៉ាងយូរ3ឆ្នាំ5ឆ្នាំឬក៏10ឆ្នាំអីចឹងប៉ុន្តែគេមិនធានាយើងរហូតដល់មួយជីវិតទេអញ្ចឹងនៅពេលដែលយើងទិញ lifetime សួរគេធានាមិនមែនធានា1ឆ្នាំឬ2ឆ្នាំអញ្ចឹងមានថាកំឡុងពេលដែលយើងទិញ2ឆ្នាំនោះបើខូចគេភ្ជាប់ថ្មីឲ្យយើងអញ្ចឹងប៉ុន្តែបើឲ្យយើងឲ្យគេធានាមួយជីវិតគេអត់ធានាឲ្យយើងទេហ្នឹងបាទអានឹងអាស្រ័យលើអ្នកគ្រូទិញគេទេថាតើទិញប្រមាណ1ឆ្នាំឬក៏ទិញរហូតអញ្ចឹងណាលោកគ្រូខ្ញុំសុំសួរលោកគ្រូតិចដោយសារខ្ញុំរៀនមិញអស់ថ្មទៅតែបើកបានតិចលោកគ្រូខ្ញុំឃើញមានគេលក់ឧទាហរណ៍ថាដូចលោកគ្រូថា Echo Family គេអញ្ចឹងគេយកពីយើង1ឆ្នាំ$5អីទេពពួកអស់ហ្នឹងយើងអាចប្រើវាបានឬក៏យ៉ាងម៉េចដែរបាទលោកគ្រូប្រើបាន1ឆ្នាំនឹងឯងមានថាម្ចាស់គេដាក់ឲ្យលោកគ្រូប្រើបាន1ឆ្នាំដល់ពេលផុត1ឆ្នាំទៅវាដាច់ហើយប៉ុន្តែបើម្ចាស់គេផ្លិចដក account លោកគ្រូទៅលោកគ្រូប្រើបានរហូតចឹងទៅអញ្ចឹងលោកគ្រូមានថាអាស្រ័យលើម្ចាស់គេនឹងគេកំណត់ថាឈ្មោះកប្រើបាន1ឆ្នាំអញ្ចឹងដល់ឆ្នាំទៅវាផុតហើយតែដល់ពេលលោកគ្រូចង់ទិញបន្តគេទៅគេបន្តឲ្យលោកគ្រូទៀតចឹងទៅអញ្ចឹងលោកគ្រូបន្តទៀតចង់មានលក់អត់មានលក់តែអ្នកគ្រូចាលោកគ្រូអរគុណបាទអត់អីបន្តទៀតលោកគ្រូតងទៅនឹងឯកសារឧទាហរណ៍ថាខ្ញុំទិញពីបុគ្គលក1ឆ្នាំហើយខ្ញុំប្រើអ៊ីមែលនៅបាទអត់សាប់ទៅឆ្នាំក្រោយខ្ញុំទិញទៅទិញបុគ្គលខវិញហើយខ្ញុំប្រើអ៊ីមែលនឹងដដែលតែឯកសារដែលខ្ញុំធ្លាប់ធ្វើនៅក្នុងហ្នឹងគេអាចបាត់ឬក៏យ៉ាងម៉េចដែរអត់បាត់ទេលោកគ្រូអត់បាត់ទេឥឡូវខ្ញុំសូមបង្ហាញជូនលោកគ្រូមួយនៅកន្លែងហ្នឹងឧទាហរណ៍ថាឥឡូវខ្ញុំទៅមើលសិនដឹងថាខ្ញុំមានមែនធីមទេខ្ញុំសូមចាំតិចកន្លែងហ្នឹងអត់បាត់ឯកសារប៉ុន្តែខ្លាចតែយើងរកមិនឃើញកន្លែងហ្នឹងវាអត់បាត់ទេតែខ្លាចយើងខ្លួនឯងហ្នឹងរកអត់ឃើញអញ្ចឹងនៅពេលដែលលោកគ្រូទិញពីគេមានថា2 team ឬក៏3 team នេះលោកគ្រូមើលអាកន្លែង profile របស់យើងចុចទៅលើហ្នឹងហើយមានពាក្យកន្លែងនេះហើយនៅឃើញមានខ្លះរបស់គេហើយអញ្ចឹងបើសិនជាលោកគ្រូអ្នកគ្រូទិញ2 team វាលោត2ឈ្មោះនៅកន្លែងហ្នឹងហើយបើទិញ3 team វាលោតឈ្មោះនៅកន្លែងហ្នឹង3 team មកអញ្ចឹងនៅពេលដែលយើងទិញបុគ្គលកនៅឆ្នាំ2025យើងចុចទៅលើហ្នឹងមកឃើញឯកសាររបស់យើងហើយដល់ពេលយើងចុចទៅលើបុគ្គលខទិញនៅឆ្នាំ2026អញ្ចឹងលោកគ្រូអ្នកគ្រូដូចគ្នាចុចទៅលើ team ហ្នឹងទៅឃើញឯកសាររបស់យើងដដែលទេអត់បាត់ទេគាត់ថាយើង switch ពី room 1ទៅ room 1មានថា2នាក់ហ្នឹងគឺគាត់មាន team ផ្សេងគ្នាដូច្នេះយើងត្រូវទៅរក team មួយហ្នឹងវិញអញ្ចឹងទៅយើងអាចរកឃើញឯកសាររបស់យើងហ្នឹងចុះឧទាហរណ៍ថាទិន្នន័យយើងដូចគ្រូប្រាប់នេះថា1000G អត់ទេហើយយើងប្រើពីបុគ្គលកទេដល់ពេលដាច់ license ពីបុគ្គលកយើងទៅទិញបុគ្គលខទៀតអញ្ចឹងអា1000ទេដែលយើងប្រើហ្នឹងយើងអាចបន្តពីបុគ្គលកមកខឬក៏យើងទទួលបានទេថ្មីហើយអាទេដែលរាល់ឯកសារដែលយើងទិញពីបុគ្គលកនៅពេលដែលគាត់ដកឈ្មោះយើងចេញពី family គាត់ទៅហើយតើឯកសារយើងបាត់អត់បាទលោកគ្រូជាទូទៅនៅពេលដែលលោកគ្រូទិញបុគ្គលខមានថាលោកគ្រូនឹងប្រើ storage នៅបុគ្គលខវិញអត់ពាក់ព័ន្ធជាមួយបុគ្គលកទេជាទូទៅតាមបទពិសោធន៍របស់ខ្ញុំធ្លាប់ទិញគេកាលពីមុនខ្ញុំទិញថ្លៃដែរលោកគ្រូមួយឆ្នាំ$20 $30អញ្ចឹងកាលគេអត់ទាន់ទូលំទូលាយដែលគេលក់ធូរថ្លៃដល់ឥឡូវនៅពេលដែលយើងទិញគេមួយឆ្នាំផុតមួយឆ្នាំហ្នឹងវានឹងលោតយើងទៅ free វិញប៉ុន្តែឯកសាររបស់យើងអត់បាត់ទេនៅក្នុង team របស់គេនឹងដដែលនៅកន្លែងហ្នឹងលោកគ្រូប៉ុន្តែខ្ញុំអត់ដឹងថាបច្ចុប្បន្នហ្នឹងគេអាប់ដេតឲ្យមិនបន្ថែមទៀតអត់ដឹងទេលោកគ្រូដោយសារតែខ្ញុំឈប់ទិញពីគេប៉ុន្តែខ្ញុំធ្លាប់ទិញពីគេ2 3ដែរមានន័យថាបើសិនជាយើងនៅទិញ team គេឯកសាររបស់យើងនៅហ្នឹងឯងប៉ុន្តែខ្ញុំខ្លាចតែម្ចាស់ដើមគេ remove លោកគ្រូចេញបើគេ remove លោកគ្រូចេញលោកគ្រូបាត់អស់ហើយនៅកន្លែងហ្នឹងអញ្ចឹងតម្រូវឲ្យលោកគ្រូ share វាទៅកាន់ account របស់លោកគ្រូផ្ទាល់ឬក៏លោកគ្រូទាញយកវាទុកសិនអញ្ចឹងណាព្រោះឧទាហរណ៍ថាលោកគ្រូទិញមួយឆ្នាំនៅពេលដែលចិត្តដល់ហ្នឹងគេនឹងឆាតមកសួរលោកគ្រូថាលោកគ្រូបន្តអត់ចឹងបន្តអត់ទៀតឬក៏អត់ឬក៏លោកគ្រូខ្លួនឯងដឹងខ្លួនថាអូខ្ញុំចិត្តផុតហើយអញ្ចឹងឯកសារណាសំខាន់ខ្ញុំទាញវាទុកអញ្ចឹងណាគ្រូបាទអរគុណច្រើនបាទ
អញ្ចឹងលោកគ្រូអ្នកគ្រូខ្ញុំសូមចូលទៅចំណុចមួយទៀតព្រោះអីយើងចិត្តអស់ម៉ោងអញ្ចឹងយើងទើបទៅបាន លោកគ្រូខ្ញុំសុំសួរកន្លែងបកប្រែមិញតិចលោកគ្រូ បាទ ពេលដែលខ្ញុំបកប្រែទៅខ្ញុំមានpro ហ្នឹងប៉ុន្តែfont ខ្លះវាខ្មែរទេប៉ុន្តែទៅពេលយើងដាក់ទៅវារៀងស្អាតប៉ុន្តែពេលយើងដាក់បកប្រែទៅវាដាច់ជើងអាហ្នឹងមិនវិញលោកគ្រូ វាដាច់ជើងដោយសារតែ font មួយចំនួនវាអត់ support ជាមួយនឹង Canva អ្នកគ្រូហើយបើសិនជាលោកគ្រូអ្នកគ្រូចង់ឲ្យវា 100% ប្រើ Limon សម្រាប់លោកគ្រូអ្នកគ្រូដែលសម័យមុន 90 បាទចេះវាយ Limon ប្រើ Limon មក Limon font នៅលើ Canva អត់រត់ទេទោះបីជាយើងដាក់ animation ឬក៏ដាក់ logo ក៏ដោយតែខ្ញុំក្មេងជំនាន់ក្រោយអត់ចេះ Limon ទេអញ្ចេះដើម្បីកុំឲ្យលោកគ្រូអ្នកគ្រូ load អញ្ញៃលោកគ្រូអ្នកគ្រូបិទ animation វាចោល animation ដែលយើងប្រើនេះបិទវាចោលមក remove animation ចោលអស់ទៅវាឡើងរត់ទៅលោកគ្រូអ្នកគ្រូសាកល្បងធ្វើសិនណាបាទហើយបើសិនជាមានបញ្ហាអាចចាំសួរខ្ញុំបន្ទាប់ពីចប់បានអត់អីឥឡូវខ្ញុំសូមបន្តទៀតសិនណាបាទដោយសារកន្លែងហ្នឹងគឺយើងអត់និយាយនៅក្នុង អត់ទៅសូមជួយកន្លែងសូមជួយត្រឡប់កន្លែងបកប្រែម្ដងទៀតព្រោះខ្ញុំមកកម្មវិធីទៅមិនឃើញហើយមិញយកអត់តន់អត់ស្អីតន់អំពីដំណាក់កាលដំបូងបាទអញ្ចឹងឥឡូវខ្ញុំសូមទៅដល់ slide មួយសិនបាទខ្ញុំសូមទៅដល់ slide មួយសិនដោយសារមិញខ្ញុំបកប្រែឲ្យអស់ជំហានទី1លោកគ្រូទៅរកពាក្យ resize សិនឥឡូវខ្ញុំយកមួយនេះចោះបាទបន្ទាប់មកទៀតអញ្ចឹងលោកគ្រូចូលទៅយក slide របស់គេមកប្រើសិនចុចលើ slide ឲ្យចេញដូចខ្ញុំអញ្ចឹងមកបន្ទាប់មកទៀតលោកគ្រូមើលទៅផ្នែកខាងលើឈៀងខាងឆ្វេងយកពាក្យថា resize នេះលោកគ្រូបាទចាស់យកពាក្យ resize លោកគ្រូចុចទៅលើ resize នឹងមួយមកបន្ទាប់ពីចុចទៅលើ resize ហើយអស់ចុះទៅក្រោមឃើញពាក្យ translate បាទអញ្ចឹងយើងចុចទៅលើ translate នឹងមកអាចបកប្រែបានដែរហើយលោកគ្រូរើសភាសាមកយើងដូរមកខ្មែរដាក់ខ្មែរមកហើយចុចគ្រីស line នេះមួយហើយចុច translate លោកគ្រូអាច screenshot ទុកកន្លែងហ្នឹងក៏បានដែរតែលោក click នៅពេលក្រោយបាទប៉ុន្តែអត់អីលោកគ្រូពេលដែលចប់ខ្ញុំនឹងនេះបាទខ្ញុំមាន record ដែរតែខ្ញុំសូមមើលសិនតិច record បាទព្រោះខ្ញុំបាន record ដល់ពេលអញ្ចឹងទៅពេលចប់ខ្ញុំអាច export តម្លាក់ចូលក្នុង group ជូនបាទ